ស្ដីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំអំពីកន្លែងដំណើរកម្សាន្តមួយដែលស្ថិតនៅតំបន់អ៊ឹមសុង043អំពីវប្បធម៌របស់កូរ៉េសូមរីកទស្សនាដូចតទៅជាដំបូងយើងបានមកដល់កន្លែងទីតាំងផលិតថ្នាំក្របនិងជាកន្លែងវប្បធម៌ដែលបន្សល់ទុកនៃកម្ពីថ្នាំដែលបានមកពីចាប់បុរាណទាំងនេះសុទ្ធសឹងតែជាឧបករណ៍ដែលប្រើប្រាស់សម្រាប់បង្កើតឬផលិតថ្នាំដើម្បីទុកព្យាបាលមនុស្សកាលពីជំនាន់បុរាណរបស់ប្រទេសកូរ៉េដែលបានបន្សល់ទុកមកដល់សព្វថ្ងៃនេះកន្លែងនេះគេចង់បង្ហាញយើងឃើញអំពីការព្យាបាលរបស់ជនជាតិកូរ៉េកាលពីជំនាន់បុរាណដោយការស្ទង់ជីពចរមើលថាមានជំងឺអ្វីហើយយើងក៏លេខមកមើលកន្លែងនេះវិញគឺជាកន្លែងស្ថានដែលលក់ថ្នាំក្របដំបងគេនៅប្រទេសកូរ៉េដែលនាំចូលមកពីប្រទេសទូគីដំបងគេបង្អស់ដើម្បីឲ្យប្រជាជនកូរ៉េហើយទាំងនេះវិញសុទ្ធសឹងតែជាឈុតសម្លៀកបំពាក់ពេទ្យកាលពីជំនាន់បុរាណរបស់ប្រទេសកូរ៉េដែលគេប្រើប្រាស់ដើម្បីពាក់សម្រាប់ព្យាបាលជំងឺទូទៅកាលពីសម័យបុរាណរបស់ប្រទេសកូរ៉េជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ខ្ញុំសូមបំពេញដល់បងប្អូនខ្មែរដែលស្ថិតក្នុងតំបន់គុំសំអញ្ជើញមកទស្សនាតំបន់វប្បធម៌របស់ប្រទេសកូរ៉េឲ្យបានច្រើនកក